ជំរាបម្ចាស់វិមានព្រឹទ្ធាចារ្យទាំងពីរម៉ារីកាចូលមកជំរាបម្ចាស់វិមាន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 លោកទៅតែបំបាច់ដែនទេវតាខ្លាចជាអ្នកក្បាច់គុណទី1ក្នុងលោកហេតុអីក៏លោកនៅខំសមាធិទៀនបើមិនមែនព្រឹទ្ធាចារ្យទាំងពីរម៉ារីកាសៀវឈុនក៏មិនបានជួបលោកដែរម្ចាស់វិមានសៀនឹកលោកចិត្តស្លាប់ទៅហើយកុំសមាធិយូរពេកហូបទំពាំងបាយជូរទៅជំរាបម្ចាស់សមាធិយូរយ៉ាងនេះប្រកាសជាហត់ហើយសៀវជួយច្បាច់ជំរាបម្ចាស់វិមានម្ចាស់វិមានតាំងជួយគក់ស្មាឲ្យជំរាបម្ចាស់វិមានកម្លាំងទ័ពវិមានអ៊ូជីយើងឈានដល់30,000 នាក់សុទ្ធតែមានជំនាញក្បាច់គុណកម្លាំងប្រយុទ្ធមានឥទ្ធិពលបំផុតក្នុងលោកល្អម្ចាស់វិមានសម្ព័ន្ធហុងហឺអាជីវកម្មអ៊ូជីយើងប្រាក់ចំណេញត្រីមាសមុនកាន់ដល់80,000 លានខ្លាចជាសម្ព័ន្ធទី1ក្នុងលោកអម្ចាស់វិមានសម្រាប់ពាក្យបណ្ដាំរបស់ដូនតាវិមានអ៊ូជីឡើងដល់ចំណុចកំពូលគ្មានពីរក្នុងលោកម្ចាស់វិមានម្ចាស់វិមានលោកធ្លាប់ថាឲ្យតែសម្រាប់ពាក្យបណ្ដាំរបស់ដូនតាលោកនឹងសម្រេចរឿងធំក្នុងជីវិតរបស់ខ្លួនជំរើសអ្នកស្រីម្ចាស់វិមានមែនឬមិនមែនម្ចាស់វិមានពួកយើងក៏ធំឡើងមកជាមួយគ្នាលេងជាមួយគ្នាខ្ញុំក៏ឈានដល់ដែនទេវតាបានពាក់កណ្ដាលគិតដល់ពេលនេះនៅក្រោមលោកតែម្នាក់កុនពួកយើងទៅជាគូពីបបេក្រវីដែលលំពេងទុកជាសមត្ថភាពអីសៀខ្ញុំគ្រប់គ្រងសេដ្ឋកិច្ចក្នុងលោកមួយនាទីមានលំហូរប្រាក់រាប់លានឆ្លងកាត់ដៃរបស់ខ្ញុំទៅផ្សំជាភរិយារបស់ម្ចាស់វិមានឬខ្ញុំវិញឈៀវយកចិត្តទុកដាក់ពូកែមើលថាម្ចាស់វិមានឬខ្ញុំទៅសៀតង់ខ្ញុំដាមទ្រូងធំឬខ្ញុំទៅម្ចាស់វិមានឬខ្ញុំទៅឬខ្ញុំបានហើយកុំលោឡាភរិយាម្ចាស់វិមានខ្ញុំរើសរួចហើយចៅមុយានកូនច្បងតកូលចៅនៅបៃហើយពួកលោកនៅទីនេះរៀបចំចាំខ្ញុំនាំមុយានមកដល់វិមាននិងប្រកាសប្រាប់ក្រៅមេឃរៀបមង្គលការចៅមុយានស្រឡាញ់ចេញមកចៅមុយានសញ្ញាខ្ញុំមួយសញ្ញាឲ្យខ្ញុំមួយមកសញ្ញាមួយមកចៅមុយានសញ្ញាខ្ញុំមួយថយចេញសួស្តីអ្នកនាងចៅខ្ញុំឈ្មោះឈិនអឺហ្វូម៉ែដឹកនាំក្រាមដៃបៃហើយឈិនអឺហ្វូរកខ្ញុំមានកាអីមនឹកស្មានថាអ្នកនាងចៅក៏ធ្លាប់លើឈ្មោះរបស់ខ្ញុំដែរយប់នេះខ្ញុំអញ្ជើញលោកម្ចាស់នាគធំប្រចាំបៃហើយឮថាគាត់ស្រឡាញ់អ្នកនាងហេតុនេះខ្ញុំចង់ហៅអ្នកនាងទៅកំដរសុំតើយប់នេះខុសកំណត់លយាយរបស់ខ្ញុំខ្លាចតែមិនអាចຕົកមុខឲ្យលោកទេខ្លាចតែមិនអាចតាមចិត្តអ្នកនាងទេលោកកុំស្មានថាខ្ញុំជាតារាតូចតាចអ្នកណាក៏អាចប្រមាថបានឲ្យសោះអ្នកនាងធំនៅតកូលអភិជនធំទាំង4មែនទេតើវាយ៉ាងម៉េចនាងលែងជាអ្នកនាងធំខ្ពស់លើសគេទៀតហើយពេលនេះគ្រួសារចៅទុកថាបរាជ័យជាបន្តបន្ទាប់កើនតែបំណុលដូចជាខ្លាចត្រូវបាត់ដល់ចង្គមអញ្ចឹងទោះបីជាពេលនេះខ្ញុំចាប់ចងនាងបោះទៅលើក្រែក៏គ្រួសារចៅមិនហ៊ានធ្វើអ្វីយើងដែរលោកបានជាអ្នកនាងចៅមិនទុកមុខអញ្ចឹងក៏មិនទុកខ្ញុំថាមិនទុកមុខឲ្យមនុស្សស្រីពួកឯងលោកធ្វើស្អីទៅតាមពួកយើងទៅស្រីចង្រៃជិះបាយយើងផងអាឡត់ឯងបែរជាហ៊ានវាយមនុស្សរបស់យើងឯងដឹងថាយើងជានរណាទេហ៎មិនដឹងយើងឈិនអឺហួរមេដឹកនាំក្រមដីបៃហើយថ្ងៃនេះយើងមិនប្រកាន់ជាមួយឯងទេឆាប់ថយចេញទៅប៉ុន្តែយើងចង់ប្រកាន់ជាមួយនឹងឯងប្រកាន់ជាមួយយើងឯងអាឡត់ឯងក្រត់បើយើងខានជួបមនុស្សកេកាដូចឯងយូរមកហើយពួកឯងឆាប់ឡើងសម្លេះវាទៅបើឲ្យយើងដឹងថាឯងនៅធ្វើបាបមួយយានទៀតស្លាប់អាល្អិតហ៊ានវាយយើងជាមេដឹកនាំក្រមដីដែលលោកម្ចាស់តែងតាំងឯងហ៊ានប៉ះពាល់យើងលោកម្ចាស់មកលើកលែងឯងជាដាច់ខាតយើងប៉ះយ៉ាងម៉េចលោកម្ចាស់ដែលឯងនិយាយនោះក៏ត្រូវតែលុតជង្គង់នៅចំពោះមុខយើងដែរអាល្អិតបើឯងខ្លាំងចាំយើងជម្រាបលោកម្ចាស់នៅទៅបាច់ច្រើនយើងនឹងកាច់បំបាក់ដៃរបស់ឯងមកខាងទៀតអរគុណលោកដែលជួយខ្ញុំនិយាយអរគុណធ្វើមើលតអ្នកក្រៅមិនស្គាល់ខ្ញុំទេ
សៀវអូជីលោកគឺបងអូជី មិនខុសទេខ្ញុំមកធ្វើតាមពាក្យសន្យាកាលពីក្មេងរបស់ពួកយើងមកដណ្ដឹងនាង ខ្ញុំថារៀបការជាមួយលោកពេងកាល ផ្លេចហើយឆ្នាំនោះនាងធ្លាប់ស្បត់ចំពោះព្រះច័ន្ទថាជាតិនេះក្រៅពីខ្ញុំមិនរៀបការជាមួយ ទោះជា